นโยบายវាគឺជារឿងរបស់អ្នកនយោបាយក៏ពិតមែនប៉ុន្តែពេលដែលនយោបាយវាដើរខុសវាមិនមែនងាប់តែអ្នកនយោបាយណាវាងាប់ទាំងអស់គ្នាវាងាប់ខ្ញុំដែរណាបើអ្នកនយោបាយធ្វើខុសងាប់តែអ្នកនយោបាយខ្ញុំមិនចាំបាច់និយាយរឿងនយោបាយទេខ្ញុំមិនចាំបាច់រវីរវល់នយោបាយទេហើយច្បាប់ក៏មិនចាំបាច់ឲ្យពលរដ្ឋទៅបោះឆ្នោតធ្វើស្អីចុះបើរឿងនយោបាយរបស់អ្នកនយោបាយហ្នឹងអញ្ចឹងពលរដ្ឋចាំបាច់បោះឆ្នោតតែបើពលរដ្ឋមានសិទ្ធិបោះឆ្នោតអញ្ចឹងមានន័យថារឿងនយោបាយហ្នឹងវាជារឿងរបស់ពលរដ្ឋហើយវាជាការពិតណាស់នៅពេលដែលអ្នកនយោបាយសម្រេចកិច្ចការអ្វីមួយហើយវាមិនមែនពាក់ព័ន្ធត្រឹមតែអ្នកនយោបាយទេវាពាក់ព័ន្ធទៅដល់ពលរដ្ឋហ្នឹងមុនគេអញ្ចឹងឧបមាថាបុគ្គលនយោបាយគាត់សញ្ញេថាលក់ដីវត្តហ្នឹងឲ្យទៅបុគ្គលផ្សេងអញ្ចឹងសំណួរសួរថាអ្នកដែលរស់នៅក្នុងវត្តហ្នឹងមានផលប៉ះពាល់ទេគឺប៉ះពាល់អញ្ចឹងសួរថាតើកិច្ចការនយោបាយវាជាកិច្ចការរបស់អ្នកនយោបាយទេវាជាកិច្ចការរបស់អ្នកនយោបាយពិតប្រាកដហើយប៉ុន្តែវាប៉ះពាល់ទៅដល់ជីវិតយើងជាពលរដ្ឋត្រង់ចំណុចហ្នឹងហើយបានជានៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងក្នុងមាត្រា51បានចែងថាពលរដ្ឋជាម្ចាស់ប្រទេសពលរដ្ឋជាម្ចាស់អំណាចហើយបើសិនជាបកលណាមួយហាមយើងមិនឲ្យយើងនិយាយរឿងនយោបាយមិនឲ្យយើងរវីរវល់ជាមួយនយោបាយអាហ្នឹងគេសម្លាប់យើងហើយសម្លាប់ដំបងបំផុតគឺសម្លាប់ភាពជាពលរដ្ឋរបស់យើងព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថាពលរដ្ឋជាម្ចាស់ប្រទេសខ្ញុំមានច្បាប់រដ្ឋធម្មនុញ្ញទាំងអស់ឃើញទេនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា51បានចែងថាពលរដ្ឋជាម្ចាស់ប្រទេសពលរដ្ឋជាម្ចាស់អំណាចហើយចុះបើមិនឲ្យពលរដ្ឋនិយាយអំពីនយោបាយតើឲ្យពលរដ្ឋនឹងដេកចាំងាប់មែនឲ្យមេដឹកនាំសម្រេចឲ្យតាមតែអំពើចិត្តមែនបើមេដឹកនាំសម្រេចឲ្យពលរដ្ឋមានប្រយោជន៍អាហ្នឹងយើងចេះតែហើយទៅក៏ប៉ុន្តែវាមិនដូចអញ្ចឹងណាពេលខ្លះលោកធំខ្លះសញ្ញេយកដីឯងអញ្ចឹងទៅដីឯងរស់នៅរាប់សិបឆ្នាំហើយគេសញ្ញេធ្វើប្លង់ស្វាច់វាបាត់បង់សំណួរសួរថាវាប៉ះពាល់ណាវាមិនប៉ះពាល់យើងអញ្ចឹងរាល់ការសម្រេចចិត្តរបស់មេដឹកនាំគឺវាពាក់ព័ន្ធជាមួយនឹងពលរដ្ឋព្រោះពាក្យថានយោបាយគឺមានន័យថាឆ្នាំងបាយហ្នឹងឯងខ្ញុំបានបកស្រាយច្រើនហើយអំពីខ្លឹមសារនយោបាយដូច្នេះហើយបើបុគ្គលណាមួយហាមមិនឲ្យយើងនិយាយនយោបាយបុគ្គលនោះកំពុងតែរំលោភភាពជាពលរដ្ឋរបស់យើងបុគ្គលនោះកំពុងតែរំលោភច្បាប់ធម្មនុញ្ញបុគ្គលនោះកំពុងតែរំលោភច្បាប់សិទ្ធិមនុស្សកំពុងតែរំលោភច្បាប់ប្រជាធិបតេយ្យហើយខ្លួនយើងផ្ទាល់ក្នុងនាមជាពលរដ្ឋតើយើងអនុញ្ញាតឲ្យគេរំលោភភាពជាពលរដ្ឋយើងតាមចិត្តរបស់គេទេដាច់ខាតមិនឲ្យគេរំលោភទេដូច្នេះហើយយើងត្រូវតែនិយាយអំពីរឿងនយោបាយបើសិនជាបងប្អូនមិនចូលចិត្តនយោបាយក៏បងប្អូនត្រូវតែតាមដាននយោបាយដែរព្រោះបរិបត្តិនយោបាយវាគ្រប់គ្រងទៅលើជោគវាសនារបស់យើងទាំងមូលការសម្រេចចិត្តរបស់អ្នកនយោបាយវាពាក់ព័ន្ធដល់ជីវិតរបស់យើងឧទាហរណ៍ដូចជាខ្មែរក្រហមពេលដែលខ្មែរក្រហមសម្រេចចិត្តលើនយោបាយខុសស៊ីញេមួយខ្វាច់បង្កើតអង្គការភ្នែកម្នាស់សំណួរសួរថាតើស្លាប់មនុស្សប៉ុន្មានអ្នកតើមនុស្សប៉ុន្មានអ្នកដែលវេទនាតើវេទនាដោយសារតែរឿងស្អីមិនដោយសារការសម្រេចរបស់ប៉ុល ពតសម្រេចខុសស៊ីញេខុសអានឹងហើយវាពាក់ព័ន្ធជាមួយនឹងជីវិតរបស់យើងដូច្នេះរឿងរបស់អ្នកនយោបាយវាពាក់ព័ន្ធដល់ផលប្រយោជន៍របស់យើងអ្នកនយោបាយអាចធ្វើឲ្យឆ្នាំងបាយរបស់យើងវាក្រឡាប់ចាក់បានអាចធ្វើឲ្យជីវភាពរបស់យើងរុងរឿងបានដូច្នេះហើយទើបប្រជាពលរដ្ឋត្រូវតែយល់ដឹងអំពីនយោបាយហើយក៏មានបកស្រាយលម្អិតនៅក្នុងសៀវភៅអរិយប្រទេសរបស់ខ្ញុំផងដែរដែលវាពាក់ព័ន្ធជាមួយនឹងមេដឹកនាំប្រទេសពាក់ព័ន្ធជាមួយនឹងរបបគ្រប់គ្រងប្រទេសពាក់ព័ន្ធជាមួយនឹងពលរដ្ឋខ្លាំងក្លាហើយវាពាក់ព័ន្ធជាមួយនឹងចិត្តសាស្ត្រ4សៀវភៅនេះគឺពាក់ព័ន្ធជាមួយនឹងនយោបាយនឹងហើយព្រោះនយោបាយវាពាក់ព័ន្ធជាមួយនឹងការសម្រេចជោគវាសនាឲ្យមនុស្សទូទាំងនគរវាមិនមែនត្រឹមតែជាការងារធម្មតាទេប៉ុន្តែវាជាមេការងារដូច្នេះហើយបានជាច្បាប់ធម្មនុញ្ញតម្រូវឲ្យពលរដ្ឋជាម្ចាស់ប្រទេសជាម្ចាស់អំណាចហើយកាលណាពាក្យថាម្ចាស់អំណាចគឺមានន័យថាម្ចាស់នយោបាយហ្នឹងហើយម្ចាស់ទៅលើអំណាចនីតិបញ្ញត្តិម្ចាស់ទៅលើនីតិប្រតិបត្តិនិងម្ចាស់ទៅលើនីតិតុលាការ
ដូច្នេះហើយបងប្អូនត្រូវតែយល់ដឹងឲ្យបានច្បាស់លាស់អំពីនយោបាយទោះបីជាបងប្អូនមិនចូលរួមនយោបាយក៏បងប្អូនត្រូវតែដឹងអំពីនយោបាយដែរហើយកុំភ្លេចជាវសិភៅអរិយប្រទេសមានច្រើនជំរើសច្រើនជំពូកតាមតម្រូវការរបស់បងប្អូន